នេះជាថ្នាក់គំនិតគ្រោះថ្នាក់បំផុតសម្រាប់គ្នាយើងទី12មិនអាចខ្ញុំមិនអាចបានទេអេទេខ្ញុំមិនអាចរៀនមុខវិជ្ជានេះចេះទេខ្ញុំមិនអាចប្រឡងបាក់ឌុបជាប់ទេចូលរាល់ថ្ងៃនេះវិញតើគ្នាយើងមានថ្នាក់គំនិតមិនអាចនេះទៅលើរឿងអ្វីខ្លះបើមែនទេទៅបញ្ហាមួយនេះគឺខ្ញុំបានលើកវាយកមកនិយាយជារឿយៗនៅក្នុងប្រធានបទដែលតាក់ទិនជាមួយនឹងថ្នាក់ទី12ហើយនៅក្នុងវីដេអូនេះគឺយើងនឹងមកជជែកគ្នាឲ្យកាន់តែស៊ីជម្រៅតាក់ទិនជាមួយនឹងប្រធានបទមួយនេះពាក្យមិនអាចគ្មានទេនៅក្នុងវចនានុក្រមរបស់អ្នកជាប់បាក់ឌុបគ្នាយើងចំណាំមើលនៅពេលដែលយើងមានថ្នាក់គំនិតមិនអាចនេះទៅលើរឿងអ្វីមួយនោះគ្នាយើងនឹងមិនបញ្ចេញសកម្មភាពទៅលើរឿងមួយនោះឡើយខ្ញុំឧទាហរណ៍ជាក់ស្ដែងថាប្រសិនជាគ្នាយើងគិតថាខ្លួនឯងមិនអាចរៀនមុខវិជ្ជាគីមីចេះទេនោះគ្នាយើងក៏នឹងមិនទៅខំរៀនមុខវិជ្ជាគីមីដែរយ៉ាងច្រើនណាស់គឺយើងបានត្រឹមតែទៅអង្គុយឲ្យតែមានមុខនៅក្នុងថ្នាក់រៀនតែប៉ុណ្ណោះរបៀបថាឲ្យតែយើងគិតទៅដល់មុខវិជ្ជាគីមីគឺយើងតែងតែលេចចេញនៅអាគំនិតមួយគិតថាគីមីគឺស្មុគស្មាញគីមីគឺពិបាកហើយយើងគឺមិនអាចរៀនមុខវិជ្ជាគីមីហ្នឹងគឺចេះតែម្ដងអញ្ចឹងខ្ញុំអាចនិយាយបានថាថ្នាក់គំនិតមិនអាចនេះគឺវាប្រៀបបីដូចជាជញ្ជាំងមួយយ៉ាងធំសម្រាប់ខាំងផ្ដាច់នៅសមត្ថភាពរបស់គ្នាយើងអញ្ចឹងតាមពិតទៅគ្នាយើងអាចធ្វើបានច្រើនជាងពេលបច្ចុប្បន្ននេះទៅទៀតប៉ុន្តែដោយសារតែថ្នាក់គំនិតមិនអាចនេះហើយដែលវាឲ្យអ្នកគ្នាមើលឃើញរឿងដែលអ្នកគ្នាអាចធ្វើបានទៅជារឿងដែលយើងមិនអាចធ្វើបានទៅវិញប្រសិនជាយើងប្រៀបធៀបគ្នាបញ្ហាមួយនេះជាមួយនឹងជីវិតរស់នៅប្រចាំថ្ងៃរបស់យើងវិញវាប្រៀបដូចជាយើងបូមទឹកដាក់ពាងអញ្ចឹងនៅពេលដែលយើងបូមទឹកដាក់ពាងទើបតែបានពាក់កណ្ដាលយើងស្រាប់តែឈប់បូមទឹកដាក់ពាងហ្នឹងហើយយើងក៏ចាប់ផ្ដើមស្រែកថាពាងហ្នឹងគឺដាក់ទឹកបានតែប៉ុណ្្នឹងទេទាំងដែលយើងទើបតែបូមទឹកដាក់បានពាក់កណ្ដាលពាងតែប៉ុណ្ណោះហើយបើសិនជានិយាយអំពីបទពិសោធន៍ផ្ទាល់ខ្លួនរបស់ខ្ញុំតាក់ទិនជាមួយនឹងថ្នាក់គំនិតមិនអាចនេះគឺខ្ញុំជូរចត់ខ្លាំងមែនទែនជាមួយនឹងមុខវិជ្ជាគីមីវិទ្យានៅពេលដែលខ្ញុំចូលរៀនពីដើមឆ្នាំរហូតតទៅជិតដល់ការប្រឡងឈប់មួយលើកទី2ទើបខ្ញុំអាចកាត់ផ្ដាច់នៅថ្នាក់គំនិតមួយនេះចេញពីខ្លួនរបស់ខ្ញុំបានហើយខ្ញុំចំណាំមើលថាឲ្យតែខ្ញុំមាននៅថ្នាក់គំនិតមួយនៅក្នុងខ្លួនដូចជាមុខវិជ្ជាគីមីជាដើមគឺខ្ញុំអត់ដែលដាក់ការគិតខំប្រឹងប្រែងរៀនទៅលើវាទេចឹងច្រើនណាស់គឺខ្ញុំបានត្រឹមតែទៅអង្គុយរៀនរត់អង្គុយរៀនគួរគឺបើនិយាយអំពីការទៅអង្គុយរៀនមុខវិជ្ជាគីមីវិញគឺអត់ដែលបាត់មុខខ្ញុំពីក្នុងថ្នាក់ទេប៉ុន្តែបើសិនជាសួរថាតើនៅផ្ទះដែលរៀនគីមីអត់គឺអត់សោះតែម្ដងរាល់ពេលដែលខ្ញុំចង់ចាប់ដើមរៀនគីមីវាតែងតែមាននៅថ្នាក់គំនិតមួយលោតមកប្រាប់ខ្ញុំថាគីមីហ្នឹងគឺពិបាករៀនណាគីមីហ្នឹងគឺស្មុគស្មាញហើយខ្ញុំហ្នឹងគឺគ្មានថ្ងៃរៀនគីមីចេះទេអញ្ចឹងអាហ្នឹងគឺវាកើតចេញដោយសារតែថ្នាក់គំនិតមិនអាចនឹងហើយខ្ញុំចាំបានថាដំណោះស្រាយរបស់ខ្ញុំនៅពេលហ្នឹងគឺដោយសារតែភាពតល់ច្រកហើយអរគុណទៅកាន់ភាពតល់ច្រកខ្លាំងមែនទែនដែលនៅពេលនោះគឺខ្ញុំខ្លាចប្រឡងឆមាសទី2ធ្លាក់ហើយខ្ញុំខ្លាចប្រឡងបាក់ឌុបធ្លាក់ក៏ដោយសារតែនៅពេលហ្នឹងគឺខ្ញុំយកថ្នាក់វិទ្យាសាស្ត្រពិតអញ្ចឹងសម្រាប់មុខវិជ្ជាគីមីមួយគឺវាមានបន្ទុកច្រើនដែរអញ្ចឹងខ្ញុំអត់អាចប្រឡែងវាបានទេហើយខ្ញុំក៏ចាប់ផ្ដើមផ្សារភ្ជាប់ខ្លួនឯងជាមួយនឹងមុខវិជ្ជាគីមីហើយខ្ញុំក៏ចាប់ផ្ដើមសង្កេតឃើញថាអូតាមពិតទៅខ្ញុំអាចមានសមត្ថភាពស្វែងយល់អំពីវាបានដែរតើតាមពិតទៅខ្ញុំក៏អាចរៀនវាចេះបានដែរតើចុះហេតុអីបានជាពេលមុនហ្នឹងខ្ញុំហាក់បីដូចជាគិតថាវាស្មុគស្មាញវាពិបាកខ្លាំងម្លេះទាំងដែលធៀបពិតទៅគ្រាន់តែយើងដកនៅថ្នាក់គំនិតមិនអាចចេញគឺអ្វីវានឹងល្អប្រសើរហើយវាអត់អាក្រក់ដោយអ្វីដែលយើងបានគិតនោះទេអញ្ចឹងសរុបមកវិញខ្ញុំហ៊ាននិយាយថាគ្នាយើងគ្រប់គ្នាគឺសុទ្ធតែអាចទទួលបាននីតិអេគ្នាយើងគ្រប់គ្នាគឺសុទ្ធតែអាចរៀនមុខវិជ្ជាដែលយើងមិនចេះឲ្យចេះបានហើយគ្នាយើងគ្រប់គ្នាគឺសុទ្ធតែមានភាគរយជាប់បាក់ឌុបទាំងអស់គ្នាតែម្ដងប៉ុន្តែអ្វីដែលសំខាន់គឺនៅត្រង់ថាតើគ្នាយើងហ៊ានបោះចោលនៅថ្នាក់គំនិតមិនអាចនេះដែរឬអត់ចង់បានលទ្ធផលថ្មីលុះត្រាណាយើងហ៊ានផ្លាស់ប្ដូរអូខេវីដេអូនេះក៏ខ្ញុំអត់មានអីត្រូវបន្ថែមឲ្យបានក្បោះក្បាលជាងនេះដែរហើយក៏សូមអរគុណគ្នាយើងដែលបានតាមដានទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់តទៅនេះខ្ញុំបាទម៉ៅប៊ូនីសូមអរគុណនិងសូមជម្រាបលាជួបគ្នានៅក្នុងវីដេអូក្រោយ